នេះគឺជារមណីយដ្ឋានទាំង10ដែលល្បីនៅក្នុងខេត្តតាកែវទី1រមណីយដ្ឋានភ្នំតាម៉ៅភ្នំតាម៉ៅមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងសាបឃុំត្រពាំងសាបស្រុកបាទីខេត្តតាកែវនិងមានចម្ងាយ40គីឡូម៉ែត្រពីរាជធានីភ្នំពេញធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ2ទី2គឺរមណីយដ្ឋានទន្លេបាទីទន្លេបាទីមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់តាក់សិនឃុំក្រាំងធ្នងស្រុកបាទីខេត្តតាកែវនិងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ2ដែលគៀកទៅនឹងរមណីយដ្ឋានភ្នំតាម៉ៅដែរទី3គឺជាប្រាសាទភ្នំជីសូរប្រាសាទភ្នំជីសូរគឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលយើងគួរតែទៅសិក្សាស្រាវជ្រាវឲ្យបានច្រើននៅទីនោះប្រាសាទភ្នំជីសូរមានទីតាំងស្ថិតនៅក្នុងភូមិដកពរឃុំវៀងស្រុកសំរោងខេត្តតាកែវនិងមានចម្ងាយ62គីឡូម៉ែត្រពីរាជធានីភ្នំពេញ4គឺជាប្រាសាទភ្នំដាប្រាសាទភ្នំដាគឺជាតំបន់ប្រវត្តិសាស្ត្រខ្មែរនាសម័យនគរភ្នំឬដែលយើងហៅថាសម័យហ្វូណនហើយប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងភូមិព្រែកតាផឃុំគោកធ្លកស្រុកអង្គរបុរីខេត្តតាកែវនិងមានចម្ងាយ102គីឡូម៉ែត្រពីរាជធានីភ្នំពេញទី5គឺជាប្រាសាទភ្នំបាយ៉ង់កោភ្នំបាយ៉ង់កោមានទីតាំងស្ថិតនៅក្នុងភូមិព្រះបាទជាន់ជុំស្រុកគិរីវង្សខេត្តតាកែវនិងមានចម្ងាយ121គីឡូម៉ែត្រពីរាជធានីភ្នំពេញទី6គឺជារមណីយដ្ឋានជ្រោះផ្អោតជ្រោះផ្អោតមានទីតាំងស្ថិតនៅក្នុងភូមិជ្រោយស្លែងឃុំគិរីចុងកោះស្រុកគិរីវង្សខេត្តតាកែវនិងមានចម្ងាយ47គីឡូម៉ែត្រពីទីរួមខេត្តតាកែវទី7គឺជារមណីយដ្ឋានត្រីមាសត្រីមាសគឺជារមណីយដ្ឋានបែបសិប្បនិម្មិតដែលមានទីតាំងស្ថិតនៅក្នុងភូមិជាងតុងឃុំទំពាំងកញ្ញុងស្រុកត្រាំកក់ខេត្តតាកែវនិងមានចម្ងាយ99គីឡូម៉ែត្រពីរាជធានីភ្នំពេញទី8គឺវត្តពុទ្ធគិរីវត្តពុទ្ធគិរីគឺស្ថិតនៅក្នុងភូមិត្រពាំងស្កាឃុំត្រពាំងកញ្ញុងស្រុកត្រាំកក់ខេត្តតាកែវទី9គឺជារមណីយដ្ឋានកំពូលពេជ្រឬអន្លង់ភ្ញៀវអន្លង់ភ្ញៀវគឺមានទីតាំងស្ថិតនៅក្នុងភូមិអន្លង់ភ្ញៀវឃុំត្រពាំងកញ្ញុងស្រុកត្រាំកក់ខេត្តតាកែវដូចគ្នារមណីយដ្ឋាននេះមានកន្លែងលេងជាច្រើនដូចជាសួនកម្សាន្តចំការដំណាំនៅតាមជើងភ្នំនិងអមជាមួយទេសភាពយ៉ាងស្រស់ស្អាតទៀតផង10រមណីយដ្ឋានទេសចរវប្បធម៌និងធម្មជាតិភ្នំខ្លែងភ្នំខ្លែងស្ថិតនៅក្នុងភូមិព្រៃស្លឹកស្រុកត្រាំងខេត្តតាកែវនិងមានចម្ងាយ12គីឡូម៉ែត្រពីទីរួមខេត្តតាកែវហើយនឹងមានរមណីយដ្ឋានល្បីៗជាច្រើនទៀតតែខ្ញុំសូមចែកជូនមកគ្នាតែប៉ុណ្ណឹងអរគុណជួបគ្នានៅវីដេអូក្រោយទៀត